ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី139នៃទិវាពលកម្មអន្តរជាតិមុខឧសភាឆ្នាំ2025នៅព្រឹកថ្ងៃទី3ខែឧសភាឆ្នាំ2025ក្រុមហ៊ុន Ventura Ledware MF5 ដែលមានអាសយដ្ឋាននៅភូមិវាលវង្សឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺបានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី139ទិវាពលកម្មអន្តរជាតិថ្ងៃទី1ឧសភាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណានប្រកបដោយចីរភាពនិងភាពធន់ក្រុមអធិបតីភាពអាដាមយមសុខុមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្នុងកម្មវិធីដ៏មានអត្ថន័យនេះមានបងប្អូនកម្មករនយោជិតចូលរួមចំនួនជាង 1000 នាក់លើកម្មករនយោជិតសរុបប្រមាណ 7,000 នាក់នៃក្រុមហ៊ុន Ventura នាការនោះអាដាមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌបានថ្លែងអំណរគុណដល់ម្ចាស់សហគ្រាសដែលបានផ្ដល់កិច្ចសហការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះនិងបានផ្ដាំផ្ញើដល់បងប្អូនកម្មករនយោជិតកុំស្ដាប់ការញុះញង់ជូនមួយក្តាប់តូចដែលធ្វើឲ្យខូចប្រយោជន៍របស់បងប្អូនកម្មកររាប់ពាន់រាប់ម៉ឺននាក់រាប់សែននាក់ជាពិសេសស្ថិរភាពសង្គមបាទអញ្ចឹងនៅក្នុងខេត្តកំពង់ស្ពឺរបស់យើងនេះយើងមានរោងចក្រសហគ្រាសរហូតដល់1392រោងចក្រសហគ្រាសកើតមានបាតកម្មនៅតាមម្ដារោងចក្រសហគ្រាសខ្ញុំត្រូវតែមើលមេខ្យល់នោះបាទម្ដងហៅគាត់មកជួបជាមួយនឹងកងកម្លាំងរបស់យើងសួរនាំហេតុអីបានគាត់ធ្វើអញ្ចឹងទី1លើកទី2គាត់ធ្វើទៀតអញ្ចឹងទេខ្ញុំនឹងសំណូមពរខាងតុលាការអង្គភាពតុលាការរាជអាជ្ញាដើម្បីជើញគាត់ទៅសាកសួរថែមទៀតគាត់មកក្តាប់តូចធ្វើឲ្យខូចផលប្រយោជន៍របស់បងប្អូនយើងរាប់ពាន់រាប់ម៉ឺននាក់រាប់សែននាក់ធ្វើឲ្យខូចសេរីភាពសង្គមសម្រាប់ខេត្តកំពង់ស្ពឺរបស់យើងខ្ញុំអត់យល់ព្រមទេដាច់ខាតខ្ញុំត្រូវតែអនុវត្តវិធានការច្បាប់ជាធរមានលោកលីវិចិត្រប្រធានសហភាពសជីវសុភមង្គលកម្មករកម្ពុជាបានឲ្យដឹងថាការរៀបចំកម្មវិធីនេះគឺបានបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារនៅកម្ពុជាហើយបានផ្ដល់ឱកាសដល់បងប្អូនកម្មករនយោជិតចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី139ទិវាពលកម្មអន្តរជាតិថ្ងៃទី1ឧសភាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណានប្រកបដោយចីរភាពនិងភាពធន់លោកបានបន្ថែមថាភាពរីកចម្រើនទាំងនោះគឺបានមកពីកត្តាសន្តិភាពស្ថិរភាពការងារដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករនយោជិតថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងបានមកចូលរួមកម្មវិធីមួយឧសភាហើយខួបទី139ហើយវាមួយឧសភានេះគឺមានសារៈសំខាន់បំផុតចំពោះបងប្អូនកម្មករដោយសារតែការខំប្រឹងប្រែងទាមទារពីបងប្អូនកម្មករហើយនឹងសហជីពតាំងពីជំនាន់មុនធ្វើឲ្យបងបែរថាធ្វើឲ្យយើងមានលទ្ធផលល្អថ្ងៃនេះពីបងប្អូននៅកម្មករនៅសម័យយើងនេះគឺពិតជាបាទមានភាពកក់ក្ដៅនិងល្អមែនទែនហើយយើងឃើញថាបច្ចុប្បន្នដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជាប្រមុខហើយនឹងការយកចិត្តទុកដាក់ពីអាដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារធ្វើឲ្យបងប្អូនកម្មករកម្មការនេះយើងសម័យនេះគឺមានទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើនហើយអ្វីដែលល្អបំផុតទៀតគឺយើងទាំងកម្មករហើយនឹងយោជកគឺសុទ្ធតែមានភាពធ្វើការជាមួយគ្នាយ៉ាងកក់ក្ដៅដើម្បីឲ្យការងាររបស់យើងទាំងអស់គ្នាទាំងកម្មករទាំងយោជកតែមករកស៊ីនៅស្រុកខ្មែរយើងនេះនៅរាជាណាចក្រកម្ពុជាយើងនេះគឺបែរថារួមគ្នាធ្វើម៉េចឲ្យការងារកាន់តែល្អប្រសើរហើយសេដ្ឋកិច្ចប្រទេសយើងកាន់តែល្អប្រសើរដើម្បីឲ្យសហគ្រាសយើងសហគ្រាសមួយខ្លាយជាសហគមន៍សុខសាន្តមួយនេះគឺជាចំណុចដែលល្អបំផុតដែលនេះរដ្ឋាភិបាលដាក់ចេញគឺដើម្បីឲ្យមានភាពល្អប្រសើរទាំងអ្នកមករកស៊ីគឺគេមានភាពកក់ក្ដៅក្នុងការមករកស៊ីបងប្អូនកម្មករយើង
គឺទទួលបានអត្ថប្រយោជន៍ល្អប្រសើរហើយមានភាពកក់ក្ដៅដូចគ្នា លោកមននាងតំណាងខាងក្រុមហ៊ុន Ventura ក៏បានសម្ដែងភាពរីករាយនិងអបអរសាទរទិវាពលកម្មអន្តរជាតិជាមួយបងប្អូនកម្មករនយោជិតដោយមានការត្រេកអរជាមួយរដ្ឋាភិបាលក្រមរបបសន្តិភាព ថ្ងៃនេះយើងបានរៀបចំកម្មវិធីទិវាមួយឧសភាទិវាពលកម្មអន្តរជាតិដែលបានប្រពៃធ្វើឡើងនៅក្នុងក្រុមហ៊ុន Ventura របស់យើងក្រោមអធិបតីភាពរបស់អាដាមគណៈអភិបាលខេត្តកំពង់ស្ពឺអាដាមជាមច័ន្ទសុភ័ណ្ឌនិងក្រុមប្រឹក្សាអាដាមក្រុមប្រឹក្សាខេត្តអាដាមយឹមសុខុមលោកបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីអបអរកម្មវិធីមួយឧសភាដែលនឹងប្រព្រឹត្តទៅនៅពេលបន្តិចទៀតនេះហើយជាពិសេសជាងនេះទៅទៀតគឺថាលោកអគ្គនាយកក្រុមហ៊ុនរបស់យើងហើយនឹងបងប្អូនកម្មករបុគ្គលិកទាំងអស់មានការចូលរួមអបអរនៅក្នុងកម្មវិធីទិវាពលកម្មអន្តរជាតិនេះយ៉ាងច្រើនផងដូចបានឃើញនៅខាងនេះខាងក្រោយនេះផងដែរបាទខាងក្រោយរូបខាងបាននេះផងដែរបាទគឺថាពួកយើងមានការចូលរួមគាំទ្រហើយនឹងមានការត្រេកអរជាមួយនឹងរាជរដ្ឋាភិបាលរបស់យើងក្រោមលំសន្តិភាពនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុននិងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនជាពិសេសអាដាមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលលោកផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីនេះផងដែរបាទសូមអរគុណបាទ